ពុកម៉ែបងប្អូនបាទដល់ពេលប្រឆាំងទៅវាទៅជានិយាយដោយមិនបានពិចារណាទើបតែសោះតែម្ដងបាទឥឡូវស្ដាប់ទាំងអស់គ្នាពុកម៉ែបងប្អូនបាទខ្ញុំមើលទៅរាល់ថ្ងៃថ្នាក់ដឹកនាំប្រទេសខ្មែរសម្ដេចហ៊ុនម៉ាណែតមើលទៅដូចអសមត្ថភាពក្នុងការដឹកនាំប្រទេសមើលទៅទោះខ្ញុំមិនបានរៀនជ្រៅជ្រះដូចគាត់មែនប៉ុន្តែមើលទៅដូចអសមត្ថភាពក្នុងការដឹកនាំប្រទេសមួយនេះចាប់តាំងពីឪរហូតដល់កូនខ្សោយមែនតើអង្គអីអាប្រើកម្លាំងបាយជាមួយគេពីខ្លួនឯងស្គាល់ណាច្បាប់អន្តរជាតិក្នុងការទៀមទាប្តឹងយកវិញស្គាល់ដែរអស់ដែរដឹងដែរហើយក៏មិនធ្វើឆ្កល់ចេះអង្គប្រើកម្លាំងបាយសម័យនេះហើយហ្នឹងគេប្រើនេះអើយខ្ញុំហ៊ាននិយាយថារាល់ថ្ងៃប្រទេសខ្មែរដកតែប្រាសាទបុរាណចេញទាំងប្រាសាទអង្គរវត្តប្រាសាទផ្សេងៗដកចេញតើមានអីអ៊ុតគេអត់ចង់សួរទេមើលចង់សួរទីមើលយកអ៊ុតគេទៀតមើលដកតែប្រាសាទប្រាសាទពីបុរាណមកដែរបូតាមថតទៅអស់នេះតើយកអីអ៊ុតគេយកវាមានឆាទៅអ៊ុតគេមែនឬមួយយកសពយន្តទៅអ៊ុតគេចោលអូផ្លេចមួយទៀតបំឡល់បរទេសពាក់គេច្រើនណាអ៊ុតវាពាក់គេផងបាន3មុខដែរមានឆាស្តបយួននឹងមកបរទេសតែចោលមកឆ្ងាញ់អាចុងក្រោយពុកម៉ែបងប្អូនបាទហ្នឹងហើយខ្ញុំនឹងជម្រាបជូនពុកម៉ែបងប្អូនក៏ដូចជាបកស្រាយឲ្យបានស្គាល់ឲ្យបានដឹងពីបំណងទុច្ចរិតរបស់ក្រមប្រឆាំងក្រៅប្រទេសបងប្អូនច្បាស់ជាបានស្គាល់ហើយតាឡូតូគាត់ចូលចិត្តចាក់ឆ្នោតឡូតូនៅក្នុងប្រទេសកូរ៉េគាត់ជាពលករមួយរូបដែលកំពុងតែបម្រើការនៅក្នុងប្រទេសកូរ៉េខាងត្បូងបាទដើម្បីតែផលប្រយោជន៍ខ្លួនឯងក្នុងការបានរស់នៅក្នុងប្រទេសកូរ៉េដើម្បីបានសញ្ជាតិអីផ្សេងនិយាយប៉ាត់ណាប៉ាត់ណីនិយាយឲ្យតែរួចពីមាត់ដែលវាប្រះចាកការពិតនោះវាហួសហេតុពេកណាពុកម៉ែបងប្អូនវាធ្វើឲ្យប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរហើយនឹងចង់កេងចំណេញនយោបាយនោះហួសហេតុពេកអានេះខ្ញុំសូមចង់បញ្ជាក់ជូនអញ្ចឹងត្រង់លើកឡើងថាសម្ដេចបវរធិបតីអត់មានសមត្ថភាពមើលទៅដូចអត់មានសមត្ថភាពណាឪពុកដូចកូនកូនដូចឪពុកខ្ញុំថាការនិយាយស្ដីនេះគឺជាការដែលមិនបានស្គាល់ច្បាស់អំពីសម្ដេចបវរធិបតីឬក៏គ្រាន់តែដឹងហើយធ្វើមិនដឹងតែប៉ុណ្ណោះសម្ដេចបវរធិបតីលោកបានរៀនជាប់បាទនៅ West Point សហរដ្ឋអាមេរិកណាខាងផ្នែកយោធាទៀតណាពុកម៉ែបងប្អូនចឹងលោកទទួលបាននៅចំណេះដឹងវិជ្ជាជ្រៅជ្រះណាវិជ្ជារបស់លោកជ្រៅជ្រះណាការដែលសម្ដេចតេជោនៅកាន់តំណែងពួកក្រុមប្រឆាំងទាំងអស់នោះតែងតែថាសម្ដេចតេជោលោកអត់បានសិក្សាជ្រៅជ្រះដើម្បីដឹកនាំប្រទេសទេតែងតែមានការជេរប្រមាថខ្ញុំចង់បញ្ជាក់វាត្រូវតែមានការជេរប្រមាថខ្លះហើយក្នុងការគ្រប់គ្រងឲ្យមាននៅសុខសន្តិភាពបើបងប្អូនប្រជាពលរដ្ឋទើបនឹងរួចពីរបបបលាយពុយសាសមួយហ្នឹងនិយាយអត់ស្ដាប់គ្នាទៅស្ដាប់តែក្រុមត្រូពងខាងលោកខាងលិចហ្នឹងចឹងលោកត្រូវតែគម្រាមផងស្រែកផងដើម្បីឲ្យប្រជាពលរដ្ឋចេះស្ដាប់គ្នាព្រោះធម្មតាទេយើងវាពលរដ្ឋនៅមានភាពដូចថាទៅរួយសង្គ្រាមក្រីក្រចំណេះដឹងអត់ទាន់មានអញ្ចឹងស្រែកខ្លះហើយគម្រាមខ្លះហើយដើម្បីឲ្យមកបានមកប៉ុណ្ណេះនេះអញ្ចឹងក្នុងអាណត្តិរបស់សម្ដេចបវរធិបតីលោកដឹកនាំបន្តមានផែនការប្រទេសក្នុងតំបន់អាស៊ានបានមាននៅទំនាក់ទំនងល្អទ្វេភាគីជាមួយគ្នាណារហូតដល់បណ្ដាប្រទេសមហាអំណាចក្នុងពិភពលោកគេទទួលស្គាល់នៅបាទសមត្ថភាពរបស់សម្ដេចបវរធិបតីមិនមែននិយាយឲ្យទៅរួចពីមាត់ទេកុំប្រឆាំងជ្រុលពេករហូតដល់បំភ្លៃឲ្យខ្មែរស្អប់ខ្មែរឲ្យខ្មែរស្អប់អ្នកចេះដឹងវាคล้ายទៅជាពលពតទី2នោះអញ្ចឹងខ្ញុំអត់គ្រប់ត្រូលតែម្ដងការលើកឡើងនេះគឺមានគំនិតញុះញង់លាពណ៌ឲ្យបងប្អូនប្រជាពលរដ្ឋស្អប់ថ្នាក់ដឹកនាំរបស់ខ្លួនដើម្បីកេងចំណេញនយោបាយដើម្បីផ្គប់ចិត្តអ្នកនយោបាយក្រៅប្រទេសណាក្រុមអាចារ្យហ្វីជេរប្រមាថដូចជុះលេងចិនដានិយាយវូបែកពុះមាត់ស្មល់ហើយក្រុមសម្ដែងប្រមាណអ្នកទៀតយំលហេមលហាមគេដឹងអំពីចរិតរបស់ប្រជាពលរដ្ឋខ្មែរយើងឲ្យតាអ្នកណាទឹកភ្នែករៀបរាប់អំពីជាតិបន្តិចគឺគេដឹងថាអូទទួលបាន like share view ហើយឈ្មោះថាស្នេហាជាតិណាបាតកម្មរួចប្រមូលលុយចូលក្លឹប
ទោះតែគេមិនប្រមូលលុយក៏គេមានលុយដែរយើងនិយាយអញ្ចឹងចុះពួកគេនៅប្រទេសអភិវឌ្ឍហើយតែយើងនិយាយថាគេធ្វើគេប្រមូលលុយមែនចាំបាច់អីឥឡូវពុកម៉ែបងប្អូនប្រាក់ខែរាប់ពាន់ធ្វើបាតកម្មតែរៀងរាល់ពេលបើកប្រាក់ខែដើមខែអីដែលគេធ្វើបាតកម្មហើយហ្នឹងវប្បធម៌ប្រពៃណីរបស់ក្រុមប្រឆាំងថាលោកប្រើអីអាងអីប្រើអំណាចសម័យហ្នឹងហើយប្រើអំណាចថាសម្ដេចបវរធិបតីប្រើអំណាចខ្ញុំសូមច្រានចោលលោកអត់បានប្រើអំណាចយោធាណាមួយតដូចរបបភូមាទេគ្រាន់តែថាកងកម្លាំងប្រដាប់អាវុធប៉ូលីស PM ទាហានយោធាទាំងអស់នោះក៏គេមានច្បាប់ផ្ទៃក្នុងបើអ្នកណារំលោភរដ្ឋធម្មនុញ្ញគឺត្រូវតែប្រើហើយណាអត់មានការបោះឆ្នោតត្រឹមត្រូវអ្នកឯងចង់មកស្រែកតវ៉ាគ្រាន់តែស្ដាប់ក្រុមប្រឆាំងមួយចំនួនសោះអ្នកឯងមកធ្វើអីឲ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋរស់នៅទីរាជធានីភ្នំពេញដែលគេកំពុងប្រកបមុខរបររស់ស៊ីសុខសាន្តហើយអ្នកឯងចង់មកបំផ្លាញព្រោះតែអ្នកឯងជឿក្រុមប្រឆាំងក្រៅប្រទេសលោកឯងធ្វើមិនត្រឹមត្រូវអញ្ចឹងច្បាប់ផ្ទៃក្នុងរបស់កងរាជអាវុធហត្ថគឺត្រូវតែបង្កើតមានអីខុសអានឹងកុំដាក់បន្ទុកទៅលើថ្នាក់ដឹកនាំលោកអត់បានប្រើទេតេតងទៅនឹងអីទៀតថាហេតុអីបានមិនប្រើការគិតយកទៅដោះស្រាយយកទៅប្តឹងនៅអន្តរជាតិអីផ្សេងគេមានក្រុមរាជរដ្ឋាភិបាលក្នុងការធ្វើការរបស់គេហើយមិនបាច់ទៅប្រាប់គេទេគេដឹងច្បាស់ណាស់ថ្នាក់ដឹកនាំលោកដឹងច្បាស់ណាស់លោកមានក្រសួងការបរទេសលោកមានគណៈកម្មការព្រំដែនត្រឹមត្រូវក្នុងការចរចាដើម្បីបញ្ជៀសសង្គ្រាមដោយផ្ទាល់ដើម្បីកុំឲ្យប៉ះពាល់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរវាងាប់អ្នកណាបងប្អូនប្រជាពលរដ្ឋកាលណាអត់មានចំនួនជួញដូររបស់ប្រើប្រាស់អីទេគ្នាវាងាប់តែណាយើងអានេះអត់នេះវាងាប់មុនគេណាអានេះសូមបញ្ជាក់ជូនពុកម៉ែបងប្អូនអញ្ចឹងស្អីណាអង្គរវត្តបើអត់មានអង្គរវត្តទេបានអីអួតតាំងអង្គរវត្តអួតតែប្រាំងប្រាសាទអីបើយើងអត់បានមានការផ្សព្វផ្សាយឲ្យបានទេសចរក្រៅប្រទេសគេចូលមកត្រឹមត្រូវគេថារាជរដ្ឋាភិបាលរបស់យើងនេះអសមត្ថភាពដល់ពេលយើងធ្វើមានភ្ញៀវទេសចរចូលមាន fly ហោះហើរចូលច្រើនជាងមុនគេថាយើងនេះអួតផ្គប់ចិត្តក្រុមប្រឆាំងនឹងអត់ត្រូវទេអានេះឯងដែលគេមាននៅសេណារីយ៉ូរចនាសម្ព័ន្ធរបស់គេក្រៅប្រទេសដើម្បីលាបពណ៌ញុះញង់ឲ្យបងប្អូនប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលអញ្ចឹងខ្ញុំអត់គ្រប់គ្រងទេជំនួសឲ្យបងប្អូនដែលគ្រប់គ្រង CPP ក៏ដូចជាក្នុងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាលយើងគឺខ្ញុំអត់គ្រប់គ្រងក្រុមនឹងទេក្រុមនឹងប្រឆាំងដើម្បីតែបានផលប្រយោជន៍នយោបាយរបស់ក្រុមអ្នកនយោបាយទុច្ចរិតទេអានេះកត្តាមួយទៀតនៅមួយទៀតតាកតងទៅនឹងយើងប្រហែលជាអត់មានអីអួតយើងមានណាឆ្នេរសមុទ្រស្រស់ស្អាតលើពិភពលោកយើងមានការអភិវឌ្ឍទីក្រុងក៏យើងអាចអួតបង្ហាញបរទេសយើងអាចបង្ហាញថាយើងមានសុវត្ថិភាពក្នុងការបាទគ្រប់គ្រងនៅក្នុងតំបន់របស់យើងទំនាក់ទំនងស្អីគេជួយចិត្តលើយើងបរទេសគេជួយចិត្តលើយើងរហូតដល់អាមេរិកគេបញ្ជូនមន្ត្រីការពារជាតិគេមកចិនគេដាក់លោកវ៉ាងយីដើម្បីទូតនៅកម្ពុជាគេដាក់សក្តិខ្លាំងព្រោះភូមិសាស្ត្រនយោបាយសំខាន់ណាបងប្អូនมันអាចគិតទៅដូចក្រុមប្រឆាំងចេះតែគិតលាបពណ៌ឲ្យបងប្អូនស្អប់រាជរដ្ឋាភិបាលទេគេដឹងពីចរិតរឹកពីរបស់អ្នកដឹកនាំម្នាក់គេមិនអាចដាក់ក្រុមជ្រុលនិយមមួយចំនួនដើម្បីឲ្យតដេញយួនធ្វើឲ្យប៉ះពាល់សន្តិសុខក្នុងតំបន់និងពិភពលោកទេគេបើអញ្ចឹងឯងពួកអាល្លឺម៉ង់ពួកបារាំងអង់គ្លេសស្អប់អាល្លឺម៉ង់គ្រប់គ្នាហើយពួកហ៊ីតលាសម្លាប់រំគៀលបលាយពូជសាសជ្វីបតាកតងនឹងបំណុលប្រទេសណាក៏មានបំណុលដែរហើយចាំបាច់លើកឡើងអីតែខ្មែរយើងបំណុលវឿនកយើងមានលទ្ធភាពក្នុងការដោះស្រាយទៅវិញអានេះបញ្ជាក់កុំនិយាយឲ្យតែរួចពីមាត់ណាតាឡូតូខ្ញុំបញ្ជាក់ឲ្យដាក់ទៅវិញតែម្ដងព្រោះខ្ញុំបានរៀបរាប់ហើយខ្ញុំឈោខាងរាជរដ្ឋាភិបាលអត់មានអីត្រូវខ្លាចទេហើយក៏អត់មានអាណាមកបញ្ជាមកប្រើខ្ញុំដែរខ្ញុំឃើញវាឆ្កងហួសហេតុពេកគំនិតទុច្ចរិតរបស់អស់លោកដែលក្រុមប្រឆាំងក្រៅប្រទេសនោះច្រើនពេកអញ្ចឹងខ្ញុំត្រូវតែលើកឡើងមកនិយាយដើម្បីឲ្យបងប្អូនអ្នកគ្រប់គ្រងរាជរដ្ឋាភិបាលលោកបានស្គាល់ពីចរិតពិតរបស់ក្រុមអស់លោកហ្នឹងអាហ្នឹងខ្ញុំមានតែប៉ុណ្្នឹងទេអានេះសូមឲ្យពុកម៉ែបងប្អូនយកទៅគិតពិចារណា
បើខ្ញុំនិយាយទៅខុសឆ្គងកន្លែងណាសូមថ្នាក់ដឹកនាំក៏ដូចជាបងប្អូនទាំងអស់គ្នាមេត្តាខន្តីអភ័យទោសបាទ